ngàyនេះដែរខ្ញុំសូមលើកយកប្រាសាទមួយមកបង្ហាញពុកម៉ែបងប្អូនដើម្បីឲ្យពុកម៉ែបងប្អូនបានស្គាល់ហើយនឹងភ្ញៀវទេសចរអន្តរជាតិដែលគាត់បានមកឃើញបានស្គាល់ផងដែរហើយខ្ញុំក៏សូមលើកយកពីប្រវត្តិប្រាសាទមួយនេះមកនិយាយផងដែរដើម្បីឲ្យពុកម៉ែបងប្អូនបានស្គាល់តើប្រាសាទនេះមានអត្ថន័យយ៉ាងម៉េចមូលហេតុដែលខ្ញុំចង់និយាយពីប្រវត្តិប្រាសាទមួយនេះដោយសារខ្ញុំចង់ឲ្យពុកម៉ែបងប្អូននិងភ្ញៀវទេសចរបានស្គាល់ប្រាសាទនេះផងដែរហើយខ្ញុំនឹងបង្ហាញផ្លូវចូលឲ្យពុកម៉ែបងប្អូនបានស្គាល់ដើម្បីឈានទៅដល់ប្រាសាទមួយនេះបងប្អូនត្រូវចេញមកពីមុខអង្គរវត្តគេហៅថាផ្សារភូមិភាគហើយក៏មានផ្លូវមួយបត់ស្ដាំដៃនៃជាប់ផ្សារភូមិភាគបងប្អូនធ្វើដំណើរប្រហែលជា3គីឡូទៅ4គីឡូនឹងដល់ទីតាំងហើយនិយាយរួមទៅផ្លូវចូលរៀងស្មុគស្មាញបន្តិចបងប្អូនអាចសាកសួរអ្នកភូមិអ្នកចិត្តហ្នឹងមួយតាមដងផ្លូវហើយនេះគឺផ្លូវបត់ចូលទៅប្រាសាទនេះផ្លូវលំមួយដែលនៅឆ្លងកាត់នៅក្នុងភូមិគេហៅថាភូមិអង្គរក្រៅហើយខ្ញុំធ្វើវីដេអូនេះផងដែរដើម្បីឲ្យពុកម៉ែបងប្អូនបង្ហាញភ្ញៀវទេសចរហើយនឹងហ្គាយគេហៅថាដែលអ្នកបកប្រែដើម្បីឲ្យគាត់បានស្គាល់ប្រាសាទនេះដែរខ្ញុំជឿជាក់ថាប្រាសាទនេះគឺកម្រមានអ្នកបានស្គាល់ណាស់ខ្ញុំតែងទៅសួរអ្នកភូមិហើយនឹងដាក់គេហៅថា guide គាត់អាចតែអាសាមកកន្លែងនេះដែរគាត់ប្រាប់ថាកម្រមានអ្នកដែលបានស្គាល់អញ្ចឹងទៅខ្ញុំក៏ធ្វើវីដេអូបង្ហាញហើយឥឡូវនេះខ្ញុំបានមកដល់ទីតាំងហើយពិតជាស្ងាត់ជ្រងំមែនតើហើយនេះដែរគេហៅថាព្រៃប្រាសាទឬមួយក៏ប្រាសាទតាអួនហើយប្រាសាទតាអួននេះដែរគឺជាមន្ទីរពេទ្យមួយនៅក្នុងចំណោមមន្ទីរពេទ្យទាំង102គឺនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី7ដែលបានកសាងឡើងនៅចុងសតវត្សទី12ហើយប្រាសាទនេះគឺកសាងឡើងតាមទម្រង់រចនាបថប្រាសាទបាយ័នគឺដើម្បីឧទ្ទិសទៅដល់ព្រះពុទ្ធសាសនាមហាយានហើយប្រាសាទមួយនេះស្ថិតនៅចម្ងាយប្រមាណ800ម៉ែត្រពីជ្រុងពីយត់នៃកំពែងអង្គរធំហើយស្ថិតនៅភូមិអង្គរក្រៅសង្កាត់គោកចកក្រុងសៀមរាបខេត្តសៀមរាបហើយបច្ចុប្បន្ននេះគឺរចនាសម្ព័ន្ធប្រាសាទគឺរងការខូចខាតជាខ្លាំងយ៉ាងដំណំដោយគឺដោយសារកត្តាអាយុកាលអាកាសធាតុហើយនិងមនុស្សដែលតម្រូវឲ្យមានការជួសជុលឲ្យបានទាន់ពេលវេលាពោលគឺប្រាសាទនេះពុំធ្លាប់មានទទួលការជួសជុលនៅឡើយទេហើយប្រាសាទនេះត្រូវបានស្ថាបនាឡើងអំពីថ្មភក់បែរមុខទៅទិសខាងកើតនិងមានកំពែងព័ទ្ធជុំវិញធ្វើដោយអំពីថ្មបាយក្រៀមហើយក៏មានហោត្រៃឬគេហៅថាបណ្ណាល័យមួយនៅជ្រុងខាងក្នុងផ្នែកខាងត្បូងគឺមានចម្លាក់លោកយាយកេសវរនៅលើហោជាងច្រកចូលនៅទិសខាងកើតដែលបាត់ព្រះភ័ក្ត្រហើយនឹងមានចម្លាក់ទេពអប្សរព្រះម៉ែភូមិទេវីដំរីសរវ័ននិងព្រះអិនអប្សរាហើយនឹងការដាប់បំផ្លាញរូបព្រះពុទ្ធបដិមាជាច្រើនទៀតហើយប្រាសាទតាអ៊ុននេះដែរខ្ញុំក៏ឃើញគេមានរៀបចំសម្រាប់អាហារដែលយើងមានធួសម្រាប់ទទួលភ្ញៀវនៅកន្លែងនេះផងដែរហើយខ្ញុំក៏សប្បាយចិត្តដែរដែលបានឃើញភ្ញៀវទេសចរអន្តរជាតិក៏មកដល់នៅកន្លែងនេះហើយម្ហូបទាំងអស់នេះដែរគឺរៀបចំឡើងដោយធួមួយក្រុមដែលគេរៀបចំទទួលភ្ញៀវញ៉ាំអាហារពេលព្រឹកពេលល្ងាចឬក៏ពេលថ្ងៃត្រង់នៅកន្លែងប្រាសាទតាអ៊ុននេះផងដែរហើយនេះដែរគឺជាឈ្មោះប្រាសាទគឺហៅថាប្រាសាទព្រៃប្រាសាទតាអ៊ុនហើយឆ្នាំនៃការកសាងនៅចុងសតវត្សទី12ផងដែរហើយនេះដែរខ្ញុំទៅចំខែប្រាំងអត់សូវមានទឹកទេបើជាខែភាសានៅជុំវិញប្រាសាទតាអ៊ុននេះនឹងមានទឹកព័ទ្ធជុំវិញហើយប្រាសាទនីមួយៗគឺតែងតែមានគេហៅថាដូចជាកាសិនទឹកឬមួយក៏ស្រះទឹកព័ទ្ធជុំវិញប្រាសាទដើម្បីទប់លំនឹងប្រាសាទកុំឲ្យមានការដួលរលំហើយនេះផងដែរឃើញអត់សូវមានភ្ញៀវទេសចរនិងមានកន្ទាយមានច្រើនហើយអញ្ចឹងខ្ញុំធ្វើវីដេអូនេះឡើងដើម្បីឲ្យពុកម៉ែបងប្អូនហើយនិងភ្ញៀវទេសចរអន្តរជាតិជាច្រើនដើម្បីបានទៅស្គាល់ពីប្រវត្តិប្រាសាទនេះមួយផងដែរហើយក៏ដោយដែលខ្ញុំបាននិយាយពីមុនក្បាលវីដេអូអញ្ចឹងតាមបច្ចេកទេសស្ថាបត្យកម្មនិងចម្លាក់ប្រាសាទនេះគឺស្ថិតនៅក្នុងរចនាបថបាយ័ននៅក្នុងរាជព្រះបាទជ័យវរ្ម័នទី7គឺឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយានហើយនេះផងដែរពិតជាពិសេសមែនដោយសារខ្ញុំមកថតចំពេលមួយដែលមានធួមួយក្រុមដើម្បីរៀបទទួលអាហារភ្ញៀវទេសចរគាត់មកទស្សនាប្រាសាទហើយគាត់មកញ៉ាំអាហារពេលថ្ងៃត្រង់គឺនៅកន្លែងនេះដែរហើយកន្លែងនេះដែរគឺមើលទៅស្ងប់ស្ងាត់ល្អដែលអាចឲ្យភ្ញៀវទេសចរគាត់រលឹកអារម្មណ៍មួយដែលថាមកជួបជុំជាមួយនឹងគ្រួសារហើយនេះដែរខ្ញុំក៏បានថតធួពីចម្ងាយផងដែររាល់វីដេអូខ្ញុំធ្វើឆ្កងសូមបងប្អូនជួយខមមិននៅខាងក្រោមផងអរគុណជម្រាបលាជួបនៅវីដេអូក្រោយទៀត